សូមនមស្ការចំពោះព្រះរតនត្រ័យទាំង3សូមក្រាបថ្វាយបង្គំចំពោះព្រះសង្ឃគ្រប់ព្រះអង្គចូលមកកាន់វីដេអូមេរៀនរបស់ព្រះសម្មាសម្ពុទ្ធសូមចម្រើនពរពុទ្ធបរិស័ទគ្រប់រូបបងប្អូនទាំងអស់ហើយញាតិញោមជាពិសេសអ្នកគ្រប់គ្រងផ្ទះព្រោះមេរៀនរបស់ព្រះសម្មាសម្ពុទ្ធដែលអាត្មាភាពបានលើកមកជាបន្តបន្ទាប់គឺផ្ដោតសំខាន់នៅក្នុងធម៌របស់គ្រហស្ថអ្នកគ្រប់គ្រងផ្ទះដែលព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់សម្ដែងទុកមកមានឈ្មោះថាសង្កេលកៈសូត្រជាឈ្មោះរបស់មានុម្នាក់សង្កេលកៈមានុកូនរបស់អ្នកមានម្នាក់នៅក្នុងក្រុងរាជក្រឹសវីដេអូមុនអាត្មាបានលើកអំពីមិត្តប្លន់4ពួកមិត្តប្លន់4ពួកនេះអាត្មាបានលើកមករៀនក្នុងពួកទី1រួចហើយគឺមនុស្សឃើញតែប្រយោជន៍របស់ខ្លួនហើយក្នុងពួកទី1នេះក៏មានធម៌4ចំណុចនឹងដែរគឺរំលឹកឡើងវិញមនុស្សដែលឃើញតែប្រយោជន៍របស់ខ្លួនហ្នឹងគឺទី1ឃើញតែប្រយោជន៍ខ្លួនឯងទី2ប្រាថ្នារបស់ច្រើនអំពីមិត្តភ័ក្តិមកមិនប្រាថ្នាឲ្យគេវិញទេទី3តលតែមានភ័យបានជួយកិច្ចការងារគេហើយទី4តលតែបានប្រយោជន៍បានធ្វើបានរាប់អានគ្នានឹង4ចំណុចហ្នឹងមួយទៀតមិត្តប្លន់ពួកទី2គឺមនុស្សល្អតែសម្ដីចំណុចនេះក៏មានច្រើនណាបងក្នុងសង្គមយើងក្តីអតីតហើយក្តីហើយអនាគតទៅមុខនោះក៏ដូចគ្នាដែរមនុស្សដែលល្អតែសម្ដីហ្នឹងវាមានច្រើនណាស់ប៉ុន្តែបើយើងអត់បានរៀនធម៌របស់ព្រះសម្មាសម្ពុទ្ធអត់បានចេះក្នុងចំណុចហ្នឹងទៀតណាអត់មានគំនិតដើម្បីគិតអត់មានភ្នែកដើម្បីពិចារណាភ្នែកមើលហើយពិចារណាអត់មានទេវាតលតែយើងមានចំណេះដឹងបានរៀនធម៌របស់ព្រះពុទ្ធមកបានយើងសង្កេតពិនិត្យមើលមនុស្សល្អតែសម្ដីហ្នឹងវាយ៉ាងម៉េចនៅក្នុងមេរៀននេះលើកយកមនុស្សល្អតែសម្ដីហ្នឹងមាន4សន្តានឥឡូវអាត្មារាប់សន្តានមួយឲ្យបានដឹងណាមនុស្សល្អតែសម្ដីហ្នឹងមាន4សន្តានគឺទី1មិត្តភ័ក្តិនឹងឯងរាក់ទាក់យើងដោយរបស់ដែលកន្លងទៅហើយទី2រាក់ទាក់យើងរបស់ដែលមិនទាន់មកដល់ហើយទី3ធ្វើរឿងឥតប្រយោជន៍ធ្វើកិច្ចការងារឥតប្រយោជន៍មកលើយើងហើយទី4នេះរបស់ដែលខូចខាតហ្នឹងហើយ4ចំណុចហ្នឹងណាហើយយ៉ាងម៉េចទាំងចំណុចទាំង4ប្រការហ្នឹងយ៉ាងម៉េចដែលហៅថាមនុស្សល្អតែសម្ដីទី1នេះមនុស្សល្អតែសម្ដីហ្នឹងពេលដែលយើងជួបគាត់ណាហើយយើងធ្លាប់រាប់អានគ្នាជាមិត្តភ័ក្តិហ្នឹងថាជាមិត្តភ័ក្តិណាហើយជាមិត្តផ្លំហ្នឹងឯងដែលល្អតែសម្ដីហ្នឹងនៅពេលណាដែលយើងជួបគាត់អត់មានអីឲ្យយើងទេតែគាត់លើករឿងកន្លងមកហើយគាត់ថាអូកាលពីថ្ងៃមុនខែមុនខ្ញុំធ្វើកម្មវិធីនេះកម្មវិធីនោះមានរបស់របរសពបែបយ៉ាងច្រើនចាំមើលមិត្តឯងដែរអត់ឃើញមកចាំមើលដែរតែអត់ឃើញមកពីមុនមកវាអត់មានទូរស័ព្ទអី call ឆាតតាម Messenger Telegram អីទេពីដើមណាគឺมันងាយបានទំនាក់ទំនងគ្នាស្គាល់គ្នាតតែយូរមានកម្មវិធីជិះកង់អីទៅប្រាប់គ្នាអញ្ចឹងទៅឆ្ងាយក៏ពិបាកមកជួបជុំគ្នាយូរជួបជុំគ្នាម្ដងប៉ុន្តែមិត្តផ្លំដែលល្អតែសម្ដីនេះណាគឺអញ្ចឹងពេលដែលជួបយើងលើកមកថាខ្ញុំមាននេះមាននោះកាលនោះធ្វើកម្មវិធីចាំ
មើលមិត្តឯងដែរអត់ឃើញមិត្តឯងមកអាហ្នឹងយើងត្រូវដឹងថាហ្នឹងគឺជាមិត្តប្លន់ហើយល្អតែសម្ដីហ្នឹងហើយក្នុងអត្ថកថាលោកប្រាប់ថាអឺកាលនោះខ្ញុំដល់រដូវស្រូវខ្ញុំប្រមូលផលស្រូវមានស្រូវខ្សែស្រូវដំណើបអឺស្រូវដំណើបណាដំណើបហ្នឹងគេអានដំណើបប៉ុន្តែខ្ញុំប្រមូលផលស្រូវអីមកច្រើនបានច្រើនអត់ឃើញមិត្តឯងមកនៅអត្ថកថាលោកប្រាប់អញ្ចឹងណាបងអាហ្នឹងមិត្តប្លន់ល្អតែសម្ដីហ្នឹងគឺរាក់ទាក់យើងតាមរបស់ដែលកន្លងទៅហើយណាសម្ដីគេនិយាយចេញមកណាទី2មិត្តប្លន់ហ្នឹងរាក់ទាក់យើងរបស់ដែលមិនទាន់មកដល់អាហ្នឹងអត់ពិបាកយល់ទេវាផ្ទុយគ្នានៅពេលណាដែលគេជួបយើងគាត់និយាយថាចាំដល់ពេលខ្ញុំមានកម្មវិធីអីខ្ញុំមាននេះមាននោះចាំខ្ញុំហៅមិត្តឯងមកអាហ្នឹងគឺដល់ទៅពេលគាត់មានកម្មវិធីមែនគាត់អត់នឹកឃើញយើងទេគាត់អត់ហៅយើងទេអាហ្នឹងត្រូវដឹងថាហ្នឹងគឺជាមិត្តប្លន់ហើយមិត្តប្លន់ល្អតែសម្ដីនឹងឯងចំណុចទី3គាត់ធ្វើនៅអ្វីដែលឥតប្រយោជន៍ដូច្នេះឧទាហរណ៍ថានៅពេលដែលយើងជួបគ្នាហ្នឹងគាត់និយាយថាអាវហ្នឹងខ្ញុំទិញថ្ងៃមុនហ្នឹងអាវហ្នឹងខ្ញុំទិញថ្ងៃមុនខោហ្នឹងខ្ញុំទិញថ្ងៃមុនឬក៏វ៉ែនតាខ្ញុំទិញថ្ងៃមុនមួកហ្នឹងខ្ញុំទិញថ្ងៃមុនខ្ញុំនឹកឃើញមិត្តឯងដែរប៉ុន្តែលុយហ្នឹងវាទិញបានតែមួយអញ្ចឹងហើយយើងមិត្តភ័ក្តិហ្នឹងយើងទៅសុំគ្នាកំពុងស្លៀកហ្នឹងមែនអាវតែមួយនឹងគ្នាកំពុងពាក់ហ្នឹងមែនមិនអញ្ចឹងទេយើងប្រកាសជាយើងត្រេកអរអញ្ចឹងទៅប៉ុន្តែមិត្តប្លន់គេនិយាយអញ្ចឹងដើម្បីបង្រៀននៅស្ថានភាពហើយយកគួរយកសមខ្ញុំថ្ងៃមុនហ្នឹងនឹកឃើញមិត្តឯងដែរប៉ុន្តែលុយហ្នឹងវាមានតែបន្តិចអាចទិញបានតែខោមួយនឹងឃើញខោនឹងស្អាតអញ្ចឹងណាហ្នឹងហើយអញ្ចឹងពាក្យសម្ដីរបស់មិត្តប្លន់ហ្នឹងក៏ឥតប្រយោជន៍អញ្ចឹងទៅអត់មានបានប្រយោជន៍អីសម្រាប់យើងនោះទេចំណុចមួយទៀតចំណុចទី4មិត្តប្លន់ហ្នឹងគឺគាត់អឺប្រាប់របស់ដែលខូចខាតឥឡូវឧទាហរណ៍ថាអាត្មាហ្នឹងទៅខ្ចីអឺអ្វីមួយពីញាតិញោមឧទាហរណ៍ខ្ចីកុំព្យូទ័រខ្ចីទូរស័ព្ទហើយញោមខ្ចីទូរស័ព្ទទីមកទូរស័ព្ទអាត្មាហ្នឹងវាខូចបាត់ហើយអត់អីទេទៅលោកខលទៅលោកញោមថាញោមក៏ប្រាប់អាត្មាថាទូរស័ព្ទកណាអស់ថ្មមិនហ្នឹងយ៉ាងឬក៏ប្រាប់ថាទូរស័ព្ទកណាខូចដែរបាត់ហើយទូរស័ព្ទកណាអស់លុយបាត់ហើយរបៀបអញ្ចឹងឧទាហរណ៍អញ្ចឹងមិត្តប្លន់ហ្នឹងនៅពេលណាដែលយើងខ្វះខាតអីមួយចាំបាច់ដែលយើងត្រូវទៅរកគាត់ហ្នឹងគាត់ថារបស់គាត់ហ្នឹងខូចបាត់ហើយគួរឲ្យសោកស្ដាយណាស់ចាំមើលធ្វើរួចសិនតែតាមពិតអត់ធ្វើទេបានតែនិយាយអញ្ចឹងទៅអាហ្នឹងគឺគាត់មិនចង់ឲ្យអីយើងមិនចង់ឲ្យយើងខ្ចីសរុបមកវិញមិត្តប្លន់ដែលល្អតែសម្ដីហ្នឹងមាន4ស្ថាននេះឯងគឺទទួលរាក់ទាក់យើងតែរបស់ដែលកន្លងទៅហើយទី2ទទួលរាក់ទាក់របស់ដែលមិនទាន់មកដល់ទី3ហ្នឹងឯងនិយាយរឿងឥតប្រយោជន៍ធ្វើសកម្មភាពធ្វើកិច្ចដែលជារឿងឥតប្រយោជន៍មកលើយើងហើយទី4ហ្នឹងឯងរាក់ទាក់យើងឬក៏និយាយប្រាប់យើងថារបស់ហ្នឹងឯងខូចខាតទៅហើយបាត់បង់ឬក៏ចោលលួចខូចអីចឹងទៅអត់ប្រយោជន៍នេះជាមេរៀនរបស់ព្រះសម្មាសម្ពុទ្ធផ្ដោតទៅលើមនុស្សមិត្តភ័ក្តិប្លន់ល្អតែសម្ដីហើយសង្កេតមើលទៅតលតែមេរៀនរបស់ព្រះសម្មាសម្ពុទ្ធតលតែយើងសង្កេតមើលទៅតាមមេរៀនហ្នឹងហើយវាត្រូវជួបជាមួយមនុស្សណាបែបណាបានយើងដឹងថាអ្នកហ្នឹងជាមនុស្សយ៉ាងម៉េច
ជាមិត្តប្លន់ឬក៏ជាមិត្តល្អពិតប្រាកដមែនចេះសូមឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាសិក្សាហើយសង្កេតពិនិត្យមើលដោយខ្លួនឯងដើម្បីវាចាកដើម្បីមិនខ្សែផ្គប់ជាមួយនឹងមិត្តប្លន់ដូចជាមនុស្សល្អតែសម្ដីនេះប៉ុណ្ណាសូមអនុមោទនា